សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងជិះតាមផ្លូវទៅប្រាសាទអង្គរវត្តដោយសារថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំទី1អញ្ចឹងខ្ញុំហើយនឹងស៊ីតាបាននាំគ្នាធ្វើដំណើរទៅលេងអង្គរសង្ក្រាន្តយើងទៅម៉ោង2ប៉ុន្តែមនុស្សមានតិចទេបងប្អូននៅតាមផ្លូវនោះអត់ទាន់សូវមានមនុស្សច្រើនទេដោយសារថ្ងៃសង្ក្រាន្តទី1អញ្ចឹងយើងមើលតាមផ្លូវស្អាតមែនទែនតាមផ្លូវទៅប្រាសាទអង្គរវត្តមានឡានមានទេសភាពយើងជិះទៅមើលគៀងអង្គរសង្ក្រាន្តតាមផ្លូវធម្មជាតិពិតណាបងប្អូនយើងទៅជិតដល់ហើយឥឡូវដល់មើលទៅជិតដល់ប្រាសាទអង្គរតូចហើយមានមនុស្សមកមួយហើយគេតាំងដងទួងគេចងទួងជាតិមួយតាមផ្លូវនឹងមានឡានមានមនុស្សពី3នាក់លក់ផ្លែឈើដូចជាផ្លែគុយផ្លែសេមឿនរដូវហ្នឹងគឺជារដូវផ្លែឈើព្រៃអញ្ចឹងបងប្អូនប្រជាពលរដ្ឋយើងអ្នកនៅតាមតំបន់អង្គរគាត់ក៏បានបេះផ្លែឈើព្រៃដើម្បីយកមកលក់នៅតាមផ្លូវអញ្ចឹងឥឡូវចិត្តដល់មុតសិនអង្គរហើយបងប្អូនឥឡូវយើងចាប់ដើមមានតិចហើយនៅកន្លែងហ្នឹងគឺឡានច្រើនមែនទែនស្ទះដោយសារគេអត់អោយចូលទៅផ្លូវខាងក្នុងគេអោយបត់ស្ដាំអញ្ចឹងវាស្ទះហ่าបងប្អូនព្រោះនៅកន្លែងវងគោតូចហ្នឹងមានផ្លូវឆ្វេងមួយស្ដាំមួយប៉ុន្តែខាងឆ្វេងគេអត់ឲ្យបត់ទេគេឲ្យបត់ស្ដាំដូច្នេះហើយទើបវាស្ទះកន្លែងហ្នឹងគឺស្ទះច្រើនអញ្ចឹងយើងក៏បានមកដល់កន្លែងវងមូលហ្នឹងហើយពូប៉ូលីសគិតអត់ឲ្យទៅកន្លែងបត់ឆ្វេងទេអញ្ចឹងយើងបត់ស្ដាំទៅខាងបត់ស្ដាំទៅម្ដងអញ្ចឹងយើងជិះតាមឆ្វេងមើលទៅសិនទៅតិចហើយក៏មានបងប្អូនយើងជិះម៉ូតូច្រើនដែលយើងទៅនេះឃើញនេះនៅកន្លែងនេះគឺគេអត់ឲ្យទៅខាងស្ដាំទេដោយសារគឺខ្លាចផ្លូវស្ទះអញ្ចឹងគេឲ្យយើងបត់ឆ្វេងអញ្ចឹងឡាននៅកន្លែងហ្នឹងក៏ស្ទះច្រើនអញ្ចឹងពួកខ្ញុំក៏ជិះបត់ឆ្វេងឆ្វែលតាមប្រសិនខាងឆ្វេងទៅចូលនៅផ្លូវអង្គរតូចខាងក្រោយចូលនៅពីក្រោយវិញបងប្អូននេះពួកយើងចូលទៅពីក្រោយវិញចូលតាមផ្លូវអង្គរតូចទៅពីក្រោយវិញនេះចាប់ផ្ដើមទៅតិចហើយយើងជិះមិនសូវជិះលឿនទេដោយសារផ្លូវហ្នឹងវានេះដែរវាស្ទះដែរអញ្ចឹងយើងជិះតិចប៉ុន្តែយើងមើលទៅដូចឃើញលឿនដោយសារវីដេអូនោះវាវែងទៅខ្ញុំស្ពីតដល់ពេលយើងស្ពីតទៅវាញាប់អញ្ចឹងមើលទៅឃើញដូចលឿនអញ្ចឹងយើងជិះតិចឆ្វែលទៅខាងក្រោយប្រាសាទអង្គរតូចយើងចូលទៅពីក្រោយយើងទៅមើលអង្គរសង្ក្រាន្តប៉ុន្តែយើងអត់បានចូលពីមុខទេអញ្ចឹងយើងជិះតិចឃើញទេបងប្អូននេះទៅច្រើនមែនទែនហ្នឹងទើបថ្ងៃទី1ណាថ្ងៃទី1មនុស្សច្រើនអញ្ចឹងហើយចាំមើលថ្ងៃទី2ទី3អើយច្រើនមែនទែនចង់ថាបងប្អូនយើងទៅណាមួយទេសភាពអត់មានដីហុយមានអីទេបងប្អូនចង់និយាយថាគឺទេសភាពស្រស់បំព្រងឃើញដូចឃើញខ្ញុំថតឲ្យមើលអញ្ចឹងមានទឹកទសិនមានដើមឈើហើយមានឡានម៉ូតូហ្នឹងឆប់ឯណានេះអាងនៅខាងដាំដាយដែលខ្ញុំជិះទៅហ្នឹងខាងឆ្វេងដាយច្រឡំសន្ទុះបង